ខ្សែដែលបញ្ជាក់ថាអ្នកមានទេវតាថ្នាក់ខ្ពស់តាមថែរក្សាឬក៏មានបរមីថ្នាក់ធំតាមគ្រប់គ្រងចាវីដេអូនេះខ្ញុំនឹងបកស្រាយលម្អិតទៅលើខ្សែផងជាមួយនឹងឆ្នាំទាំង4ដែលអ្នកនោះគឺមានញៀនពិសេសពីកំណើតតែម្ដងចាឥឡូវយើងចាំមកមើលអំពីចាខ្សែក្រងសាំងសិនសម្រាប់ខ្សែក្រងសាំងនេះខ្ញុំធ្លាប់បានប្រាប់ដែរអ្នកដែលមានខ្សែក្រងសាំងល្អមិនមានការខូចខាតមិនមានអុចខ្មៅមិនមានខ្សែកោះមិនមានខ្សែដាច់អ្នកនោះតែងតែជីវិតមានភាពរុងរឿងទោះបីជាមិនសូវមានខ្សែជំនួយក៏ដោយណាចាគេហៅថាខ្សែអ្នកដែលមានធម៌ពលជីវិតណាចាអញ្ចឹងឥឡូវយើងមកមើលចាអញ្ចឹងសម្រាប់ខ្សែចាដែលមានចាទេវតាថ្នាក់ខ្ពស់ឬក៏បរមីថ្នាក់ធំតាមថែរក្សាទី1អ្នកនោះច្រើនតែមានខ្សែវាសនាដែលចេញអំពីតួច័ន្ទឬក៏កដៃចាក៏ដោយចាគឺរត់ត្រង់ទៅរកចាតួសៅបែបនេះហើយមានចាខ្សែមួយមកកាត់ចេញជាចាសញ្ញាគុណបែបនេះណាចាបន្តមកទៀតអ្នកនោះច្រើនតែមានខ្សែខ្លីៗចាចេញអំពីខ្សែបេះដូងទៅរកចានៃចានាងដៃចាផុតនាងដៃគេហៅថាទួលព្រះអាទិត្យហ្នឹងចាហើយចាខ្សែនោះតែងតែមានចាជើងទប់ជ្រែងចេញជាត្រីកោណក្រោមចាដៃនាងឬក៏ភពអាទិត្យហ្នឹងទៅទៀតណាចាបន្ថែមមកទៀតចាក៏ច្រើនតែមានចាខ្សែចាតូចបញ្ឈរនៅក្រោមទួលពុតចាឬក៏នៅក្រោមចាកូនដៃនឹងឯងណាចាបន្ថែមមកទៀតចាក៏ច្រើនតែមានចាគេហៅថាខ្សែក្រវ៉ាត់នៃភពចាប្រហោះឬក៏ខ្សែតូចខ្លីៗកោងដែលជាខ្សែសប្បុរសចានៅលើតួប្រហោះផងដែរណាចាហើយមួយទៀតចាចំណុចមួយទៀតដែលអាចសម្គាល់បានអានោះគឺច្បាស់ណាស់ចាគឺពាក់ព័ន្ធជាមួយនឹងខ្សែការពារជីវិតគេហៅថាខ្សែបុណ្យខំក្រងខ្សែជីវិតគឺវាដោះអែបជាមួយនឹងខ្សែជីវិតបែបនេះណាមានន័យថាអ្នកនឹងគឺមានបុណ្យខំក្រងតាមការពារមិនងាយប៉ះពាល់ជួបគ្រោះថ្នាក់ហានិភ័យយ៉ាងណានេះមួយគឺច្រើនតែយករួចខ្លួនបានគ្រប់ពេលបន្ថែមពីនឹងទៀតចាឬក៏มันមានខ្សែសញ្ញាគុណនៅកណ្ដាលបាតដៃទេចាក៏មានចាគេហៅថាខ្សែញៀនពិសេសដូចគ្នាមានកម្លាំងស្មើដូចជាសញ្ញាគុណដែរគឺខ្សែចេញអំពីទួលច័ន្ទទៅរកចាទួលអគារខ្ពស់កោងបែបនេះគឺគេហៅថាខ្សែញៀនពិសេសអញ្ចឹងសម្រាប់ខ្សែពីរនេះគឺមានអត្ថន័យដូចគ្នាទេណាចាមានឥទ្ធិពលដូចគ្នាគឺសំដៅទៅលើអ្នកដែលមានញៀនពិសេសដូចគ្នាទេអ្នកដែលដឹងរឿងរ៉ាវរឿងហេតុមុននឹងកើតឡើងតាមរយៈដឹងដល់ញៀនចាឬក៏តាមរយៈយល់សពចាជាមនុស្សដែលមើលចិត្តមនុស្សធ្លុះដឹងយល់ពីចិត្តមនុស្សនឹងឯងណាចាខ្សែទាំងអស់នេះណាចាបើស្ថិតនៅលើចាដៃឆ្វេងនៃមនុស្សស្រីនោះគឺមានចាឥទ្ធិពលចាគេហៅថាខ្លាំងឬក៏អ្នកតាមថែរក្សាគាត់នឹងខ្លាំងបើសិនជាខ្សែទាំងអស់នេះស្ថិតនៅលើដៃស្ដាំឬប្រុសគឺរឹតតែខ្លាំងដូចគ្នាណាចាបើសិនជាខុសពីអ្វីដែលខ្ញុំនិយាយនេះចាដោយថាមានខ្សែទាំងអស់នេះហើយប៉ុន្តែមនុស្សស្រីស្ថិតនៅលើដៃស្ដាំវិញមនុស្សប្រុសស្ថិតនៅលើដៃឆ្វេងវិញគឺមិនសូវជាមានកម្លាំងប្រមាណទេពិសេសបន្ថែមទៀតបើសិនជាចំចាទីតាំងដៃចាខាងស្រីដៃឆ្វេងខាងប្រុសដៃស្ដាំចឹងហើយអ្នកនោះកើតនៅក្នុងឆ្នាំល្អនិងថ្ងៃល្អទៀតរឹតតែខ្លាំងណាចាសម្រាប់ឆ្នាំដែលជំរុញឲ្យមនុស្សចាដែលមានចាដៃសញ្ញានៃញៀនពិសេសនេះកាន់តែមានឥទ្ធិពលខ្លាំងគឺមានឆ្នាំចាចំនួន4ឬក៏ចាត់គេហៅថាចំណាប់ថ្នាក់លេខ4ចាមានន័យថាចាចំណាប់ថ្នាក់លេខ1ខ្ពស់ជាងគេគឺមនុស្សដែលកើតនៅក្នុងឆ្នាំរោងចាបន្ទាប់មកចំណាប់ថ្នាក់លេខ2គឺមនុស្សដែលកើតនៅក្នុងចាឆ្នាំម្សាញ់ទីចំណាប់ថ្នាក់ទី3ចាគឺមនុស្សចាដែលកើតនៅក្នុងឆ្នាំមមីចំណាប់ថ្នាក់ទី4គឺមនុស្សដែលកើតនៅក្នុងឆ្នាំកុលបញ្ជាក់បន្ថែមសម្រាប់សញ្ញាខ្សែនៃញៀនពិសេសឬក៏ទេវតាតាមថែរក្សាឬក៏បរមីថ្នាក់ធំតាមថែរក្សានេះបញ្ជាក់ផងដែរទោះបីជាកាត់នៅក្នុងឆ្នាំល្អខែល្អក៏ដោយចាំមកវេលាល្អទៅទៀតចាបើមនុស្សនោះស្ថិតចាដៃរបស់គាត់ទម្រង់ប្រអប់ដៃរបស់គាត់ស្ថិតនៅក្នុងធាតុទឹករឹតតែខ្លាំងមិនងាយមានអ្នកណាធ្វើអំពើអំព័ន្ធត្រូវគាត់ឬក៏មានគេហៅថាអមនុស្សឬក៏ពពួកមិនល្អណាមួយមកបៀតបៀនគាត់បានទេណាចាព្រោះចាគេហៅថាមនុស្សដែលមានកម្លាំងខ្លាំងពីកំណើតគេហៅថាអំណោយផលពីធម្មជាតិណាចាអញ្ចឹងគឺទាំងអស់ហ្នឹងគឺត្រូវតែស្ថិតនៅលើទម្រង់ដៃធាតុទឹកណាទម្រង់ដៃធាតុទឹកគឺជាមនុស្សដែលប្រកែស្ទាបស្ទង់ចិត្តមនុស្សបំផុតជាមនុស្សដែលមានញៀនពិសេសពីកំណើតណាចា